បាទគោរពសួស្តីដល់ប្រិយមិត្តទាំងអស់ដែលបានមកចូលស្ដាប់រឿងនិទាន Channel Admin តែមុននឹងចូលសាច់រឿងនិទានក៏សំណេះសំណាលជាមួយបងប្អូនទាំងអស់គ្នាតើបងប្អូនសុខសប្បាយជាទេនៅថ្ងៃហ្នឹងតែ Admin វិញគឺសុខទុក្ខជាធម្មតាទេសុខទុក្ខវាដែរផ្ទឹមគ្នាតែម្ដងតែទស្សនាវីដេអូ Admin នេះបងប្អូននេះកុំភ្លេចជួយចុច Subscribe នៅមួយផងដើម្បីទៅបានវីដេអូថ្មីៗពី Admin ពេល Admin ផុសវីដេអូទៅគឺបងប្អូនបានមុនគេតែម្ដងកុំភ្លេចចូល like comment តែមួយផងដើម្បីថាឲ្យ Admin ចង់និយាយពីសាច់រឿងអ្វីបងប្អូនអរគ្នាថ្ងៃនេះមានសាច់រឿងមួយអ៊ំប្រុសនៅខាងខេត្តកំពង់ធំបានផ្ញើសាច់រឿងពិតរបស់គាត់គឺខ្មោចពូធំនៅភ្នំខ្មៅរឿងនេះគឺជារឿងពិតណាបងប្អូនទាំងគ្នានៅឆ្នាំ2005តែគាត់បានជួបផ្ទាល់តែម្ដងនៅហ្នឹងអញ្ចឹងយើងកុំវៃឆ្ងាយច្រើនយើងមករីករាយសម្ដាប់ទាំងអស់គ្នាតែម្ដងទៅនៅជើងភ្នំដាច់ស្រយាលមួយមានឈ្មោះភ្នំខ្មៅគេហៅថាភ្នំពូធំឈ្មោះភូមិអន្លង់ព្រីងដែលគេល្បីនឹងជឿជាក់លើសិលធម៌និងអរិយសត្វសង្ឃពេលរាត្រីមកចាស់និយាយថាឲ្យកូនចៅរៀបចំខ្លួនដើម្បីឡើងលើភ្នំព្រោះមានខ្មោចពស់ធំដែលរស់នៅក្នុងភ្នំចាស់នោះគាត់ចូលចិត្តស៊ីសាច់កូនមនុស្សនិងអរិយនិស័យខ្លាតួអង្គដើមរឿងគឺស្រីស្អាតម្នាក់ឈ្មោះនារីតូចអ្នកអប់រំនិស័យចិត្តមកពីទីក្រុងនាងមកសរសេរប្រវត្តិសាស្ត្រក្នុងស្រុកស្វែងយល់អំពីរឿងភ្នំខ្មោចនឹងក្រោយពីការបិទភូមិដល់ពេលយប់មានទីក្រុងមួយដែលគេអាក់កំបាំងដល់បំផុតគាត់បានសម្រេចចិត្តចូលទៅភ្នំមួយក្មេងក្នុងភូមិ3នាក់ដើម្បីស្វែងរករូងភ្នំថ្មដែលគេចាត់ទុកចោលយូរលង់ណាស់មកហើយប៉ុន្តែពេលទៅដល់កណ្ដាលភ្នំព្រិលចាប់ផ្ដើមធ្លាក់យ៉ាងស្រអាប់មកពពកខ្មៅរងឹតខ្យល់បោកបក់ដើមឈើកន្ត្រាក់សពសត្វទាំងអស់ខ្មោចម្នាក់ចេញពីក្នុងរូងភ្នំមានសភាពដូចស្ត្រីពោះធំខ្ទងសាច់ខ្មៅសក់ក្រចកយ៉ាងវែងដើមត្រជាក់ចាប់ដើមចេញមកបណ្ដោះដោយជើងព្រៃនារីតូចនិងនារីក្មេងគេភ័យខ្លួនក្នុងរូងថ្មមួយនៅទីនោះគាត់បានឃើញឆ្អឹងស្រីជាច្រើនដូចជាមនុស្សគេយកទៅធ្វើបុណ្យស៊ីសាច់ឬបំពុះធ្វើជាអរិយភ្នំតែមានអនុភាពបត់ចាស់នៅទីនោះនៅលើជញ្ជាំងថានាងពស់ធំមិនមែនជាខ្មោចនោះទេគេជាម្ដាយក្មេងដែលបានស្លាប់អំពីអំណាចនៃអ្នកជំនាញចាស់ដែលធ្វើបាបនាងកុំព្រួយកុំខ្មៅងងឹតដែលចូលមកសោតទៅនារីតូចបានជួយសម្រួលឲ្យក្មេងមានសេចក្តីសុខនិងសេចក្តីកាយពេលនាងដើរចូលមកដល់រូងភ្នំនោះពេលនោះខ្មោចនាងពស់ធំបានបញ្ជាកាយភ្នែកនិងបោះបង់ប្រលឹងនាងយំនឹងនិយាយថាខ្ញុំគ្រាន់តែចង់បានកូនខ្ញុំមកវិញនោះទេខ្ញុំខកចិត្តពីព្រោះមនុស្សធ្វើបាបខ្ញុំ
គេមិនទាន់ទៅណាក្រៅពីស្រុកនឹងឡើយការពីធ្វើសូត្រសីមាកំចាត់ខ្មោចពូធំនៅលើភ្នំខ្មៅអ្នកបានស្លាប់ប្រលឹងនាងបានទៅហើយជាតិមុនដោយផ្កាយមួយដែលបានរះនៅកណ្ដាលភ្នំដឹងនឹងបងប្អូនគ្នាយើងមានរៀបអ្នកគិតមកពីទីក្រុងអញ្ចឹងគិតចប់កម្មសិក្សាក៏ចង់ស្វែងរកប្រវត្តិវិទ្យាសាស្ត្រនៅក្នុងភូមិមួយដែលគេល្បីល្បាញមកជាយូរលង់ណាស់ហើយតែក្នុងភូមិនោះវាមានអាកំបាំងជាច្រើនហើយនឹងលើភ្នំខ្មៅនឹងដែលដូចថាភ្នំខ្មៅពូធំនឹងពូនៅលើភ្នំនឹងគេល្បីល្បាញមែនសំបីតែអំប្រុសដែលគាត់ឆ្លងកាត់ក៏បានធ្លាប់ឃើញហ្នឹងដែរក្នុងសាច់រឿងហ្នឹងយើងមានភាគ2ទៀតណាបងប្អូនអរគ្នាយើងមានភាគតែប៉ុណ្្នឹងទេយើងមានភាគ2តែភាគ2ហ្នឹងវារបៀបមិនដែរអត់មានតែបានសម្រាយទេព្រោះសាច់រឿងគឺវែងអញ្ចឹងមានបានសម្រាយតែប៉ុណ្្នឹងទេបងប្អូនអរគ្នាតាខុសឆ្គងក្នុងត្រង់ណាមសំរុំសូមបងប្អូនខន្តីអភ័យទោសពីមានផងនៃការសម្រាយសាច់រឿងអញ្ចឹងយើងតែប៉ុណ្្នឹងបានដែរបងប្អូនគ្នាកុំវែងឆ្ងាយពេកស្ដាប់តែប៉ុណ្្នឹងដេកបាយបាត់អញ្ចឹងអានឹងអេដមីនមានសាច់រឿងខ្លីមួយទៀតដែរតពីរឿងខ្មោចពុទ្ធធំបន្តិចទេបងប្អូនគ្នាមានសាច់រឿងមួយនៅខាងកំពង់ធំដូចគ្នាដែរនៅខាងភូមិនៅនាមក្តោបដែរបងប្អូនគ្នាតែមានសូមលាក់អាកំបាំងបកតហ្នឹងអានេះជាព្រៃចលតាបងប្អូនគ្នាឬរឿងពុតហើយក៏មិនមែនប្រឌិតដែរពួយធ្លាប់ស្លាប់មនុស្សបាន2នាក់ដែរក្នុងព្រៃចំការដ៏ធំបងប្អូនគ្នានៅខាងខេត្តកំពង់ធំគេហៅភូមិថ្មីបងប្អូនភូមិថ្មីបាត់តែភូមិតែប៉ុណ្្នឹងមិនដែរខាងភូមិថ្មីហ្នឹងមានអ្នកជាមន្តអាគមដ៏ខ្លាំងគេបានចោលអ្នកតានៅក្នុងព្រៃជ្រៅបងប្អូនគ្នាអាពេលចោលអ្នកតាក្នុងព្រៃជ្រៅអញ្ចឹងទៅអាពេលថ្ងៃមួយក្នុងព្រៃជ្រៅហ្នឹងក្រុមហ៊ុនបានទិញព្រៃហ្នឹងយកមកធ្វើជាការកស៊ូជាការលឹកបោកគេអញ្ចឹងអាបានទៅដល់គេមានអាត្រាក់មានអាបុលមានអារុញដើម្បីជកកកាយដីព្រៃនៅក្នុងកន្លែងហ្នឹងដើម្បីយកមកធ្វើចការរបស់គេអាពេលយើងជកទៅទៅដល់រោងតាមួយក៏បានដាច់ខ្សែសីមាដែលអ្នកជិះមន្តអាគមដ៏ខ្លាំងនៅក្រៃនោះបានដាច់តែពេលដាច់ហ្នឹងដឹងមានរឿងអ្វីកើតឡើងបងប្អូនគឺរឿងធត់ខ្លាំងបំផុតតែម្ដងនៅនឹងគឺអ្នកតាមមកដល់ផ្ទះតែម្ដងតាមមកដល់ផ្ទះតែម្ដងតែលោកតាហ្នឹងក៏ខ្លាចមនុស្សម្នាក់ដែរមនុស្សម្នាក់ហ្នឹងអីមិនក៏ចេញឈ្មោះដែរព្រោះឪពុកម្ដាយអេដមីនក៏បានទិញចការរបស់គាត់យកមកធ្វើដល់សប្តាហ៍ថ្ងៃដែរមើលទៅគាត់ដូចជាស្មាតោយើងនិយាយមកថាដូចជាមនុស្សមិនសូវគ្រប់មិនសូវជាដែរឬមួយគាត់លាក់អាកំបាំងរបស់គាត់អញ្ចឹងយើងអត់ដឹងដែរបងប្អូនថាដូចមិនសូវគ្រប់មិនសូវជាតែអ្នកតាហ្នឹងបើសិនជាលឺសំឡេងរបស់គាត់គឺខ្លាចតែម្ដងខ្លាចព្រោះឯអ្នកតាហ្នឹងពេលដាច់ខ្សែសីមាហ្នឹងគឺតាមរត់ទៀតភូមិដែលធ្លាប់មកចងរឹតបន្តឹងអ្នកតាជាច្រើនឆ្នាំមកគឺមកសងសឹកមកគឺស្លាប់មនុស្សអស់2នាក់គឺមកកាច់កតែម្ដងមកបាច់កបាក់តែម្ដងតែមានបរិសុទ្ធម្នាក់តែរួចខ្លួនតែបានដែលមានជីមិនថាឪពុកម្ដាយរបស់មានទិញចការរបស់គាត់ហ្នឹងមកធ្វើដល់រងថ្ងៃអាពេលនៅចការខ្មោចតាចាប់ដើមមកដល់រោងតែម្ដងខ្មៅស្គិលខ្លួនប្រប៉ិនបាយតែម្ដងមកបងគ្រីគឺប្រប៉ិនបាយតែម្ដងអាពេលមកដល់ចិត្តរោងចការមកទៅតាមចការយើងតែមានរោងមានអីគេធ្វើដើម្បីស្នាក់នៅមើលចការមើលបន្លែផ្លែឈើអញ្ចឹងចន្ទីខែហ្នឹងអាពេលឮសំឡេងថាស្រែកជួយផងអាពេលពូហ្នឹងចាប់ដើមឮសំឡេងគាត់ថាស្រែកតមាត់ថាពីណាគេគាត់ស្រែកតែប៉ុណ្្នឹងបងប្អូនហ៊ីសំដីដូចខ្លាំងបំផុតតែម្ដងសំដីគឺអ្នកតាគឺបាត់ឈឹងតែម្ដងព្រោះគាត់ហ្នឹងគាត់ធ្លាប់ឡើងជើងហោះទៅមើលគេដល់អូស្ត្រាលីថែមទៀតបងប្អូនគ្នាឃើញគាត់អញ្ចឹងទៅណាពួកយើងសើបសួរគេនៅក្នុងភូមិខេត្តភូមិថ្មីសើបសួរគេអញ្ចឹងគេថាគាត់ឃើញអញ្ចឹងមែនតែគាត់ទៅមើលគេដល់ប្រទេសក្រៅថែមទៀតជាជនហោះនេះជារឿងពិតអត់ពិតទេតែថ្ងៃមុនអេដមីនក៏បានជួបមុខគាត់ដែរជួបមុខគាត់អីឃើញកូនស្វាមួយដែរគួរស្រឡាញ់ដែរចង់បានដែរពេលហ្នឹង
សាច់រឿងយើងមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នា